ខ្ញុំលោកគ្រូមហាជុំខ្ញុំនឹងមកទូទាញនៅជោគជតារិស័យសម្រាប់ចុងខែ7ចុងខែកក្កដាពលគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដានេះចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាមានឆ្នាំចំនួន6ដែលរិស័យឡើងខ្លាំងឡើងខ្ពស់ត្រដែតដូច្នេះបងប្អូនកូនក្មួយកុំភ្លេចណាខមមិននៅលេខសំណាងសម្រាប់ឆ្នាំនីមួយហើយក៏ share វីដេអូដាក់លេខសំណាងសម្រាប់ឆ្នាំនីមួយបាទអញ្ចឹងជួយ comment លេខសំណាងហើយជួយ share នៅវីដេអូហ្នឹងដាក់លេខសំណាងនៃឆ្នាំនីមួយផងហើយបងប្អូនកូនក្មួយបើសិនជាមិនមែនជាឈ្មោះយើងក៏ដោយមិនមែនជាឆ្នាំយើងក៏ដោយប៉ុន្តែជាឆ្នាំរបស់គ្រួសារយើងជាស្វាមីយើងជាភរិយាយើងជាកូនយើងជាប្អូនយើងបងយើងអាច comment អាច share ជំនួសគាត់បានដូចគ្នាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីរាសីរបស់អស់លោកអ្នកគឺឡើងខ្លាំងនៅចុងខែកក្កដាឆ្នាំ2026លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នក comment នៅលេខសំណាងបងប្អូនលេខ432លោកអ្នក share នៅវីដេអូលោកគ្រូដាក់លេខ432ចំណែកពណ៌សំណាងរបស់អស់លោកអ្នកគឺពណ៌ក្រហមលោកអ្នកណាបាទខ្ញុំសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំមមីរាសីរបស់លោកអ្នកឡើងខ្លាំងនៅចុងខែកក្កដាឆ្នាំ2026ពលគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាបងប្អូនខមមិនលេខសំណាងអ្នកកើតឆ្នាំមមីលេខ432ពណ៌សំណាងពណ៌ក្រហមបងប្អូនកូនក្មួយទាំងអស់គ្នាជាទីគោរពបងប្អូនកូនក្មួយទាំងអស់គ្នាជាទីស្រឡាញ់លោកអ្នកដែលកើតនៅឆ្នាំមមីរាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026នេះដឹងហើយឮហើយថាមិនល្អទេហើយមិនល្អនឹងមិនមែនទើបតែនឹងមិនល្អនៅក្នុងឆ្នាំ2026នេះទេវាមិនល្អតាំងពីឆ្នាំ2023 24 25រហូតដល់2026ហ្នឹងគឺជួបនៅបញ្ហាច្រើនជួបនៅរឿងច្រើនដែលឆ្នាំមមីម្នាក់សឹងតែអស់សង្ឃឹមដែលឆ្នាំមមីម្នាក់សឹងតែលែងចង់បន្តដំណើរទៅមុខទៀតដោយសារការខិតខំប្រឹងប្រែងការលះបង់គ្រប់បែបយ៉ាងនៅតែមិនដែលទទួលបាននៅភាពល្អប្រសើរមកវិញម្នាក់អស់កម្លាំងចិត្តម្នាក់អស់កម្លាំងកាយថាអញមិនដឹងអាចបន្តដំណើរទៅមុខទៀតឲ្យវារស់បានដល់ប្រមាណភាគរយទៅទៀតណាដោយសារតែវាធ្វើអ្វីវាមិនបានជោគជ័យក្តីរំពឹងវាទៅជារលាយសាបសូន្យអស់ហើយអាក្តីរំពឹងទៅរលាយសាបសូន្យអស់ហើយអាអ្នកដែលនៅជុំវិញខ្លួនទាំងអស់ហ្នឹងអត់បានមកឲ្យទឹកចិត្តលើកកម្លាំងកាយចិត្តទៀតពីព្រោះថាពេលខ្លះយើងឈឺចាប់អ្នកកើតឆ្នាំមមីពេលដែលយើងមានទុកពេលដែលយើងលំបាកយើងអង្គុយចាំមើលថាតើមានអ្នកណាមួយគេមកឲ្យកម្លាំងចិត្តយើងទេគេមកសួរយើងអត់ថានេះឥឡូវនេះហែងឆ្នាំមមីហែងងាប់ឯនៅសុខទុកយ៉ាងម៉េចដែរវាអត់មានណាបងប្អូនអញ្ចឹងយើងឈឺចាប់ខណៈដែលពេលដែលយើងកំពុងតែរឹងមាំពេលដែលយើងរឹងមាំយើងឃើញគេកើតទុកយើងឃើញគេលំបាកយើងឃើញគេវេទនាគឺយើងជួយគេរហូតណាឃើញគេដួលយើងជួយលើកឃើញគេអត់យើងឲ្យគេស៊ីដល់ពេលដែលដល់ដំណាក់កាលដែលយើងមានបញ្ហាមកវិញហេតុអីបានអត់មានអ្នកណាម្នាក់គេបោះដៃជួយយើងអញ្ចឹងយើងអស់សង្ឃឹមហើយយើងឈឺចិត្តទៀតណាអ្នកកើតឆ្នាំមមីបានសឹងថារាល់ថ្ងៃនេះសឹងតែថ្វាយអង្គមបថននេះ3ដងហើយលាអ្នកនៅជុំវិញខ្លួនថាអញលាហើយអញទៅឲ្យឆ្ងាយកុំឲ្យណាឃើញមុខអញទៀតព្រោះអញរស់នៅរាល់ថ្ងៃនេះក៏វាអត់មានន័យក៏វាអត់មានតម្លៃខ្លឹមសារអីសូម្បីមកចុងកញ្ចក់វាអត់មានណាបាទអញ្ចឹងវាឈឺចុកចាប់ណាស់អ្នកដែលកើតឆ្នាំមមីហ្នឹងបាទឈឺចាប់ណាស់ប៉ុន្តែសួរថាតើយើងអាចចាក់ចេញទៅបានឬអត់ទេបើគ្រាន់តែថាមានរឿងទាំងអស់នឹងហើយលើកដៃសាពះ3ដងហើយចាក់ចេញទៅអានឹងវាស្រួលប៉ុន្តែសួរថាយើងធ្វើអញ្ចឹងបានអត់យើងអត់អាចធ្វើអញ្ចឹងបានទេព្រោះយើងមិនមែនជាមនុស្សអាត្មានិយមយើងមិនមែនជាមនុស្សដែលយករួចខ្លួនណាបើយើងទៅយើងសុកទេណាបងប្អូនអាអ្នកនៅជុំវិញខ្លួនយើងនេះព្រោះយើងរ៉ាប់រងច្រើនណាយើងកើតមកត្រូវចាំបងប្អូនយើងកើតឡើងត្រូវចាំអ្នកជុំវិញខ្លួនត្រូវជួយគេយើងគិតគេអញ្ចឹងបានយើងទៅអត់រួចហើយបើយើងអត់បានគិតពីគេយើងទៅរួចបាត់ហើយអញ្ចឹងជីវិតអ្នកកើតឆ្នាំមមីគឺវាអញ្ចឹងណាបងប្អូនវាឈឺចាប់បើយករួចខ្លួនបានវាទៅបាត់ហើយប៉ុន្តែយកវាអត់បានណាប៉ុន្តែហេតុអីបានការលះបង់របស់យើងវាគេមើលមិនឃើញអញ្ចឹងអ្នកដែលកើតឆ្នាំមមីវាអញ្ចឹងបងប្អូនឯងបាច់អស់សង្ឃឹមក្នុងជីវិតតទៅទៀតទេដូចឥឡូវហ្នឹងយើងពិបាកយើងវេទនាគេគ្រប់គ្នាគេបោះបង់យើងចោលអស់រលីងហើយយើងបាក់ទឹកចិត្តយើងបោះបង់ខ្លួនឯងចោលទៀតអីអត់អាចទេយើងកុំបោះបង់ខ្លួនឯងចោលយើងខំប្រឹងឡើងយើងតស៊ូឡើងអ្វីយើងនឹងទទួលបានជោគជ័យមកវិញហើយទេវតាអត់បោះបង់បងប្អូនចោលទេបងប្អូនចាប់ពីថ្ងៃទី20ខែ7ហ្នឹងទៅអ្នកដែលកើតឆ្នាំមមី
រាសីចាប់ផ្ដើមឡើងហើយបងប្អូនណាតួរាសីអ្នកដែលកើតឆ្នាំមមីនៅចុងខែកក្កដានេះរាសីចាប់ផ្ដើមល្អចាប់ផ្ដើមឡើងហើយដូច្នេះបងប្អូនត្រូវតែកុំបំភ្លេចចោលនៅរឿងអតីតកាលដែលវាកើតឡើងកន្លងមកហ្នឹងហើយយើងបន្តដំណើរទៅមុខទៀតហើយយើងខំប្រឹងព្រោះរាសីឡើងហើយពីថ្ងៃទី20ដល់ថ្ងៃទី31អ្នកដែលកើតឆ្នាំមមីរាសីលោកអ្នកឡើងដាក់ចុះដុះឡើងរកស៊ីមានបានកាក់កប់តិចតិចសុខសប្បាយរាល់កិច្ចការងារតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីគឺល្អប្រសើរបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមមីទាំងអស់បងប្អូនកូនក្មួយខមមិនលេខសំណាងរបស់បងប្អូនគឺលេខ432ចំណែកពណ៌សំណាងគឺពណ៌ក្រហម share វីដេអូលោកគ្រូដាក់លេខ432លោកអ្នកដែលកើតនៅឆ្នាំមមីបងប្អូនកូនក្មួយលោកអ្នកត្រៀមខ្លួនធ្វើកិច្ចការងារដែលលោកអ្នកចង់ធ្វើលោកអ្នកនឹងទទួលលាភសំណាងនៅចុងខែនេះលោកអ្នកសប្បាយរីករាយលោកអ្នកធ្វើអ្វីដោយក្តីជឿជាក់ហើយបំភ្លេចនៅរឿងអពមង្គលទាំងឡាយដែលយើងបានជួបប្រទះនឹងឲ្យអស់ទៅយើងនឹងទទួលបានលាភសំណាងហើយនឹងល្អប្រសើរនៅក្នុងឆាកជីវិតរបស់បងប្អូនលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកជាទីគោរពចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែ7នេះរាសីលោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះកិច្ចការងាររកស៊ីចំនួនជួញដូរទេវតាបើកផ្លូវហើយអញ្ចឹងបងប្អូនខិតខំប្រឹងប្រែងការងារណាដែលមិនទាន់ធ្វើបងប្អូនធ្វើការងារណាដែលដំណើរការទៅមុខឲ្យបងប្អូននៅតែបន្តឲ្យកាន់តែខ្លាំងទៀតនោះបងប្អូននឹងជោគជ័យរកស៊ីមានបានកាក់កបផ្លូវចិត្តផ្លូវកាយប្តីប្រពន្ធក្រុមគ្រួសារគឺនឹងមានភាពល្អប្រសើរអញ្ចឹងអ្នកដែលកើតឆ្នាំមមីទាំងអស់បងប្អូនហេងខ្លាំងនៅពាក់នៅចុងខែកក្កដាឆ្នាំ2026នេះលោកអ្នកដែលកើតឆ្នាំមមីយើងដឹងហើយថាយើងឆុងយើងដឹងហើយថារាសីយើងមិនសូវជាល្អប្រមាណទេប៉ុន្តែឥឡូវនេះយើងលែងមានបញ្ហាអីហើយពីព្រោះថារាសីយើងឡើងនៅចុងខែ7ហើយខ្ញុំលោកគ្រូមហាជុំខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកដែលកើតនៅឆ្នាំមមីបងប្អូនកូនក្មួយជាទីគោរពស្រឡាញ់ដោយជ្រាលជ្រៅបើសិនបើបងប្អូនចង់ឲ្យយើងរាសីកាន់តែឡើងចង់ឲ្យមុខរបរចំនួនជួញដូររបស់យើងរលូនទៅមុខចង់ឲ្យយើងហេងចង់ឲ្យយើងកាក់កបចង់ឲ្យយើងចម្រើនជោគជ័យគ្រប់ភារកិច្ចគ្រប់ឧបសគ្គបងប្អូនខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសជូនដល់លោកអ្នកនេះគឺជាខ្សែដៃត្បូងធម្មជាតិប្រទេសភូមាគេហៅថាខ្សែដៃស្រូបលុយដោះបំណុលដែលលោកអ្នកដែលកើតឆ្នាំមមីទាំងអស់យកទៅពាក់ឲ្យរាសីឡើងពាក់ឲ្យហេងពាក់ឲ្យកាក់កបមានលៀបចូលមានលុយចូលរកស៊ីមានបានជោគជ័យរីកចម្រើនគ្រប់ទិសទីអញ្ចឹងបងប្អូនជាវនៅខ្សែដៃស្រូបលុយដោះបំណុល VIP កាត់ឆុងលើករាសីនេះហើយយើងមានថែមនៅយ័ន្តទេវតាទ្រព្យដ៏ប្រកែស័ក្តិសិទ្ធិនេះជូនដល់បងប្អូនអញ្ចឹងបងប្អូនអ្នកដែលកើតនៅឆ្នាំមមីបងប្អូនជាខ្សែដៃនេះយកទៅពាក់បងប្អូនលែងឆុងបងប្អូនហេងបងប្អូនកាក់កបមានលៀបមានជ័យលុយកាក់ចូលមកគ្រប់ទិសទីបាទហើយសម្រាប់បរោះខ្សែដៃដែលខ្ញុំពាក់នេះគឺពិសេសសម្រាប់បងប្អូនដែលបុរសលោកអ្នកយកខ្សែដៃនេះយកទៅពាក់លោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យលោកអ្នកនឹងធ្វើកិច្ចការងារអ្វីគឺបានសម្រេចដោយក្តីបំណងរបស់អស់លោកអ្នកអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីកុំភ្លេចណាយកខ្សែដៃនេះទៅពាក់ដើម្បីហេងលោកអ្នកចង់បានខ្សែដៃលោកអ្នកឆាតចូលពេកឬមួយលោកអ្នកទំនាក់ទំនងតាមលេខ Telegram លោកគ្រូបានដាក់ជូននៅពេលក្រោយ07គុត29 29 38 099 40គុត86 37លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកហេងលោកអ្នកកាក់កបហើយលោកអ្នកនឹងជោគជ័យលោកអ្នកនឹងរីករាយចាប់ពីថ្ងៃទី20រហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះសូមលោកអ្នកខមមិននៅលេខសំណាងលេខ432ចំណែកពណ៌សំណាងគឺលោកអ្នកប្រើពណ៌ក្រហមលោកអ្នកណាបាទជោគជ័យរីកចម្រើនណាបងប្អូនកូនក្មួយបាទលោកអ្នកជាបន្តបានរាសីដែលលោកអ្នកឡើងខ្លាំងជាបន្តចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះខ្ញុំសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំខាលលោកអ្នកដែលកើតនៅឆ្នាំខាលរាសីរបស់អស់លោកអ្នកឡើងខ្លាំងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ដូច្នេះលោកអ្នកដែលកើតនៅឆ្នាំខាលសូមលោកអ្នកខមមិននៅលេខសំណាងគឺលេខ118ចំណែកពណ៌សំណាងរបស់បងប្អូនគឺពណ៌បៃតងលោកអ្នកកើតឆ្នាំខាលខមមិនលេខ118 share វីដេអូលោកគ្រូមហាជុំដាក់លេខ118រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅចុងខែកក្កដាឆ្នាំ2026មករយៈនេះលោកអ្នកដែលកើតនៅឆ្នាំខាលបងប្អូនជួបនៅបញ្ហាជួបនៅរឿងជួបនៅឧបសគ្គច្រើនណាស់អ្នកដែលកើតឆ្នាំខាលម្នាក់សិតតែកំពុងដាច់លុយម្នាក់សិតតែឈិតឈួត
បាទដាច់លុយឲ្យចិត្តឈួតទៀតហេតុអីបានចិត្តឈួតដោយសារវាអត់មានអ្នកណាមួយគេមកយល់ចិត្តបើថាអញដាច់លុយជាអញអត់លុយជាវាអត់សំខាន់ទេសំខាន់ឲ្យតែមានអ្នកយល់ចិត្តសំខាន់ឲ្យតែមានអ្នកខ្វល់វាអត់មានអ្នកខ្វល់វាអត់មានអ្នកយល់ចិត្តទៅទៀតអញ្ចឹងអ្នកដែលកើតឆ្នាំខាលបងប្អូនមកជីវិតនេះតាំងពីដឹងក្តីមករហូតដល់អាយុប៉ុណ្្នឹងសួរថាតើដែលមានអ្នកយល់ចិត្តដែរឬអត់តើដែលមានអ្នកខ្វល់ដែរឬអត់អត់មានទេជីវិតអ្នកកើតឆ្នាំខាលប្រៀបបានដូចមន់អត់មានមេណាមន់គេមានមេគេមកគេពងគេក្រាបគេភ្ញាស់គេប្រក្រប់គេក្រុងគេបដាល់គេហៅចំណៃឲ្យចំណែកឯយើងឆ្នាំខាលនេះយើងអត់មានអ្នកណាមកប្រក្រប់មកឲ្យចំណៃយើងដូចគេអ្នកកើតឆ្នាំផ្សេងទេណាគេមេគេក្រុងមេគេបដាល់មេគេឲ្យស៊ីចំណែកអាភពតែយើងអ្នកកើតឆ្នាំខាលនេះប្រៀបបានដូចមន់គេភ្ញាស់ក្នុងទូម៉ាស៊ីនអញ្ចឹងពងភ្លុតគេដាក់ក្នុងទូញាស់មកប្រឹងរកស៊ីខ្លួនឯងគ្មានមេគ្មានអីណាប្រក្រប់គេទេជីវិតអ្នកកើតឆ្នាំខាលគឺវាឯកោតណាស់រាល់ថ្ងៃនេះម្នាក់សំដែងថាអញរឹងមាំសំដែងថាអញនឹងអស្ចារ្យសំដែងថាអញប្រកែប៉ុន្តែធៀបពិតសួរថាតើអ្នកដែលកើតឆ្នាំខាលរឹងមាំដែរឬទេមិនរឹងមាំទេអ្នកដែលមើលឃើញអំពីអ្វីដែលសកម្មភាពអ្នកកើតឆ្នាំខាលរាល់ថ្ងៃនេះគឺគ្រាន់តែជាការសំដែងទេគាត់មិនរឹងមាំទេគាត់ក៏ត្រូវការឲ្យគេលួងលោមគាត់ក៏ត្រូវការឲ្យគេថ្នាក់ថ្នមគាត់ក៏ត្រូវការឲ្យគេមកអែលខ្នងមកសួរថាហើយកើតឆ្នាំខាលឥឡូវហើយពិបាកឲ្យអត់ឲ្យងប់ឲ្យនៅឲ្យសុខទុក្ខយ៉ាងម៉េចដែរវាអត់មានជីវិតនឹងបងប្អូនណាដួលណាងើបនឹងក្រោកណាដួលនឹងណាវាអញ្ចឹងជីវិតហ្នឹងវាអត់មានណាសូម្បីតែមកកញ្ចក់ក៏គេមើលអត់ឃើញដែរហើយជីវិតអ្នកកើតឆ្នាំរកាបងប្អូនកូនក្មួយខ្ញុំសូមជំរាបជូនថាជីវិតអ្នកកើតឆ្នាំខាលសូមមែនរកាសូមទោសជីវិតអ្នកកើតឆ្នាំខាលខ្ញុំសូមជំរាបជូនថារាល់ថ្ងៃនេះជីវិតវាអស់សង្ឃឹមដើរដួលព្រុសអញលែងងើបហ្មងទៅតាមដំណើរទៅអាណាមិនទៅចង់កុងដំណើរចង់ឡានចង់អីមកបុកក៏បុកឲ្យងាប់ស្រឡះទៅវាអត់មានថាក្តីសង្ឃឹមអីបន្តទៅទៀតវាបាក់អស់អាលីងហ្មងបាក់ហ្មងវាអស់ហ្មងណោះកិច្ចការងារក៏មានបញ្ហាអាអ្នកនៅជុំវិញខ្លួនក៏វារករឿងធ្វើទុកបុកម្នេញយើងឲ្យយើងមានបញ្ហាទៀតចំណែកអាខ្លួនឯងឥឡូវវាបាក់ទឹកចិត្តអស់អាលីងចង់កើតជំងឺ depression ទៅវាអត់មានកម្លាំងអីតទៅមុខតទៅទៀតណាជីវិតអ្នកកើតឆ្នាំខាលបងប្អូនជួបតែរឿងអយុត្តិធម៌ទេធ្វើត្រូវ100ដង10000ដង100,000ដងក៏គ្មានអាណាគេទៅសើទៅអូហែងឆ្នាំខាលហើយល្អណាស់អត់មានទេដល់ពេលយើងអត់ខុសផងណាក៏គេថាយើងខុសដែរហើយយើងធ្វើល្អ100ដងណា10000ដងក៏អត់មានណាគេមកទៅសើទៅហែងឆ្នាំខាលហើយល្អណាស់អត់មានទេណាគេអត់មានចងចាំនៅគុណនៅស្រីយើងអត់មានទេប៉ុន្តែបើយើងខុសតែមកចង់កញ្ចក់បន្តិចទេណាបងប្អូនគឺគេឃើញលឿនតែហ្មងគេឃើញហើយគេជេរស្ដីយើងទៀតឧទាហរណ៍ថាយើងមានបងប្អូន5នាក់ហើយមកគ្រួសារយើង20នាក់ឧទាហរណ៍យើងខុសមកកញ្ចក់គេជេរយើងទាំងអស់គ្នាហ្មងអា1មកជេរអា2មកជេរអា3មកជេរអា4មកជេរអា5មកបន្ទោសណាវាអត់មានអាណាមកខាត់មួយអូម៉ាថាគ្នា20នាក់វាមានម្នាក់មកខាត់អត់មានណាបានជ្រុលជេរគេជេរទាំងអស់ហ្មងមកពូជគេមកជេរយើងទាំងអស់អត់មានអាណាគេមកថាមកកុំជេរវាល្អណាវាទៅមិនខុសម្ដងទេអត់ឲ្យតែវាទៅគ្នាធ្វើល្អវាអត់មានបងប្អូនវាអត់មានទេណាធ្វើត្រូវរហូតខុសតែម្ដងអាគុណដែលយើងធ្វើកន្លងមកវារលាយសាបសូន្យគេមើលអត់ឃើញណាចឹងណាបាទចឹងអ្នកកើតឆ្នាំខាលជីវិតគឺវាបែបហ្នឹងចឹងរឿងទាំងអស់ហ្នឹងខ្ញុំចាត់ទុកថាជារឿងអតីតកាលឲ្យវារលាយសាបសូន្យទៅអស់ទៅតាមពេលតាមវេលាទៅឥឡូវយើងគិតនេះចាប់ពីពេលទៅឥឡូវនេះគឺបំភ្លេចរឿងនឹងចោលហើយយើងតស៊ូហើយយើងខំប្រឹងហើយយើងត្រូវប្រាប់ខ្លួនឯងថាបើគេគ្រប់គ្នាគេបោះបង់អញចោលហើយបើគេគ្រប់គ្នាគេបំភ្លេចអញចោលហើយអញមិនត្រូវបំភ្លេចខ្លួនឯងចោលទេអញត្រូវតែខំប្រឹងបន្តទៅមុខទៀតអញ្ចឹងអ្នកដែលកើតនៅឆ្នាំខាលទាំងអស់ក្រោកឈរឡើងខំប្រឹងកូនចៅបងប្អូនក្មួយណាកុំបដែតបដោយទៅតាមពេលវេលាទៀតឥឡូវហ្នឹងណារាសីយើងឡើងនេះទេវតានៅខាងជើងទេវតាមិនបោះបង់យើងចោលទេព្រោះយើងមនុស្សល្អចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែ7លោកអ្នកដែលកើតនៅឆ្នាំខាលរាសីល្អហើយបងប្អូនឃើញលៀបឃើញសំណាងឃើញពន្លឺឃើញរស្មីត្រឡប់មកវិញហើយដូច្នេះរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរទាំងឡាយទាំងពួងអ្នកដែលកើតឆ្នាំខាលគឺចាប់ផ្ដើមល្អដាក់ចុះដុសឡើងរកស៊ីមានបានហើយបងប្អូនណារកក្រោកឈរឡើងខំប្រឹងបន្តទៅទៀតរាសីលោកអ្នកល្អអ្នកកើតឆ្នាំខាលលោកអ្នកឃើញវីដេអូនេះខមមិនលេខសំណាង118 share វីដេអូលោកគ្រូដាក់លេខ118ពណ៌សំណាងរបស់បងប្អូនគឺពណ៌បៃតងចន្លោះពីថ្ងៃ20ដល់ថ្ងៃ31នេះបើថ្ងៃណាជាមង្គលបើថ្ងៃណាល្អទៅជួបញាតិជួបសម្ដាននិយាយកិច្ចការងារតូចធំបងប្អូន
ពាក់អាវពណ៌បៃតងបងប្អូននឹងជោគជ័យលោកអ្នកដែលកើតនៅឆ្នាំខាលទាំងអស់សប្បាយរីករាយណាលោកអ្នកដែលកើតនៅឆ្នាំខាលខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសជូនដល់លោកអ្នកដែលកើតឆ្នាំខាលខ្ញុំបានរៀបចំខ្សែដៃយ៉ាងពិសេសជូនដល់លោកអ្នកខ្សែដៃនេះគឺជាប្រភេទខ្សែដៃត្បូងធម្មជាតិប្រទេសភូមាដែលគេហៅថាខ្សែដៃ5ធាតុស្រូបលុយដោះបំណុលអញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំខាលទាំងឡាយណាដែលបានជាវនៅខ្សែដៃស្រូបលុយដោះបំណុលនេះយកទៅពាក់លោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យលោកអ្នកនឹងលែងឆុងលោកអ្នកនឹងទទួលបានរឿងល្អយើងឃើញដោយសារតែរាសីយើងធ្លាក់រឿងល្អទាំងឡាយទាំងពួងដែលវាចិត្តទៅនឹងមកដល់ហើយវាទៅជាយកមិនបានណាអញ្ចឹងបងប្អូននេះគឺជាខ្សែដៃហុងស៊ុយ5ធាតុបងប្អូនជាវយកទៅពាក់ឲ្យរាសីបងប្អូនឡើងបងប្អូនកាក់កបខ្ញុំថែមនៅយ័ន្តទេវតាទ្រព្យនេះជូនដល់បងប្អូនអ្នកកើតឆ្នាំខាលយកទៅដាក់ដើម្បីស្រូបលុយនាំរៀបនាំជ័យហើយបងប្អូនបើជាបរោះបងប្អូនយកខ្សែដៃនេះគឺជាប្រភេទខ្សែដៃអង្កាំហុងស៊ុយហេងកាក់កបជោគជ័យលោកអ្នកជាវយកទៅពាក់លោកអ្នកចម្រើនជោគជ័យលោកអ្នកមានលៀបលោកអ្នកមានសំណាងលោកអ្នកកាក់កបលោកអ្នកហេងលោកអ្នកនឹងល្អត្រឡប់មកវិញអញ្ចឹងលោកអ្នកទាំងអស់ណាត្រូវមានខ្សែដៃនឹងយកទៅពាក់សម្រាប់ឆ្នាំខាលបើមានខ្សែដៃនឹងពាក់បងប្អូនចាប់ពីពេលឥឡូវទៅយើងលែងលំបាកហើយព្រោះខែ7ចុងខែនេះគឺជាខែដែលបើកនៅទំព័ររាសីរបស់យើងវានឹងរលាយសាបសូន្យនៅរឿងមិនល្អចេញពីខ្លួនយើងហើយវាបានមកវិញនៅរឿងដែលល្អវាបានមកវិញនៅរឿងដែលជាមង្គលដកឧត្តមសម្រាប់លោកអ្នកសូមលោកអ្នកដែលកើតនៅឆ្នាំខាលលោកអ្នក comment និង share វីដេអូដាក់លេខ118លោកអ្នកពាក់អាវពណ៌បៃតងលោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបបាទលោកអ្នកទាំងអស់គ្នាជាទីគោរពលោកអ្នកទាំងអស់គ្នាជាទីស្រឡាញ់ណាឆ្នាំដែលរាសីឡើងជាបន្តទៀតនៅចុងខែ7ខែកក្កដាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31គឺខ្ញុំសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំថោះបងប្អូនអ្នកដែលកើតនៅឆ្នាំថោះបងប្អូនបានឃើញនៅវីដេអូនេះបងប្អូនខមមិនលេខសំណាងលេខ364ពណ៌សំណាងពណ៌តុងដែងអ្នកដែលកើតឆ្នាំថោះលេខសំណាងលេខ364ពណ៌សំណាងពណ៌តុងដែងណាខមមិនលេខ364 share វីដេអូលោកគ្រូមហាជុំដាក់លេខ364ចន្លោះ10ថ្ងៃនេះពីថ្ងៃទី20ដល់ថ្ងៃទី31កិច្ចការងារណាដែលសំខាន់ត្រូវទៅជួបបងប្អូនពាក់អាវពណ៌តុងដែងលោកអ្នកទាំងអស់គ្នាជាទីគោរពលោកអ្នកទាំងអស់គ្នាជាទីស្រឡាញ់អ្នកដែលកើតឆ្នាំថោះរងទុកទោមមិនច្រើនណាស់មករយៈចុងក្រោយនេះមិនមែនមួយខែមិនមែន2ខែទេគឺឡើង3 4ឆ្នាំហើយបងប្អូនណាតាំងពីឆ្នាំ2020មកអ្នកដែលកើតឆ្នាំថោះរាសីបិទហ្មងដូចអង់គ្លេសគេហៅជាប់ឡុកអញ្ចឹងណាបាទអ្នកដែលកើតឆ្នាំថោះជាប់ឡុកហ្មងគឺដូចគេចាក់សោឲ្យបាត់សោរហៅជាងមិនឃើញហៅសោមិនឃើញអញ្ចឹងណាអញ្ចឹងអ្នកដែលកើតឆ្នាំថោះបិទចិត្តឈឹងបងប្អូនតាំងពីឆ្នាំ2021 22 4-5ឆ្នាំហើយជីវិតអ្នកកើតឆ្នាំថោះបងប្អូននិយាយពីថារឹងមាំនិយាយពីថាប៉កែយើងមើលពីចម្ងាយទៅអូយឯងកើតឆ្នាំថោះហើយរឹងមាំណាយើងមើលពីចម្ងាយអូយឯងកើតឆ្នាំថោះហើយប៉កែណាយើងមើលពីចម្ងាយអូយឯងកើតឆ្នាំថោះហើយឧត្តមឧត្តមណាអ្វីដែលយើងមើលឃើញគឺបែបហ្នឹងបងប្អូនប៉ុន្តែធៀបពិតសួរតែឆ្នាំថោះរឹងមាំបានកញ្ចក់អត់មានទេអ្វីដែលសំដែងថារឹងមាំអ្វីដែលសំដែងថាល្អអ្វីដែលសំដែងថាអស្ចារ្យហ្នឹងគឺគ្រាន់តែជាការសំដែងទេវាមិនមែនជាធម្មជាតិរបស់អ្នកដែលកើតឆ្នាំថោះទេបាទជីវិតអ្នកកើតឆ្នាំថោះហេតុអីបានមិនត្រូវរឹងមាំហេតុអីបានមិនត្រូវប៉កែគឺជីវិតនឹងវាមេតបជីវិតនឹងប្រៀបបានដូចមេតបណាទោះបីតែយើងអស់ស្បៀងទោះបីជាយើងអស់អាវុធណាក៏យើងមិនត្រូវបង្អោនចិត្តធ្វើឲ្យកូនតបបាក់ទឹកចិត្តដែរចឹងជីវិតអ្នកដែលកើតឆ្នាំថោះនឹងបងប្អូនដឹងជីវិតមេតបទោះបីជាអស់ស្បៀងយ៉ាងម៉េចក៏ដោយដឹងថាអញស្អែកដឹងតែច្បាំងចាញ់គេហើយដឹងថាមរណៈមកដល់ហើយមរណាក៏មកដល់ហើយក៏នៅតែខំប្រឹងផ្ដល់កម្លាំងចិត្តឲ្យអ្នកនៅជុំវិញខ្លួនដែរចឹងជីវិតហ្នឹងគឺវាបែបហ្នឹងពិបាកយ៉ាងម៉េចក៏ដោយវេទនាយ៉ាងម៉េចក៏ដោយក៏មិនហាស្ដីដែរតែងតែនិយាយប្រាប់គេថាអញមិនអីទេណាបាទជីវិតនេះមានកូនសួរម៉ាក់ប្រសាបាយអត់អូយម៉ាក់អត់ឃ្លានទេកូនប្រសាទៅម៉ាក់អត់ឃ្លានទេកូនប្រសាទៅណាកូនណាខ្លួនឯងអត់ណាសុកចិត្តលះបង់ដើម្បីកូនណាបាទជីវិតអ្នកកើតឆ្នាំថោះហ្នឹងអញ្ចឹងណាលះបង់ឲ្យកូនបានរៀនសូត្រលះបង់អត់ខ្លួនឯងដល់ពេលកូនទៅធំវាដឹងគុណអត់ដឹងគុណណាលីងហើយវាដើរនិយាយទៅថាយើងនឹងម៉ែរមើលគុណជីវិតហ្នឹងវាអញ្ចឹងខ្ញុំលើកឧទាហរណ៍ចឹងអ្នកដែលកើតឆ្នាំថោះចឹងជួយគេគ្រប់គ្នាយកអាសាគេគ្រប់គ្នាលះបង់ដើម្បីគេគ្រប់គ្នាដល់ពេលលទ្ធផលចុងក្រោយគឺយើងអត់បានទទួលអីសុខបីតែមកកញ្ចក់ណាបាទពាក្យខ្មែរគេថាមានទៅមានមកប៉ុន្តែអ្នកកើតឆ្នាំថោះមិនដែលមានមកផងមានទៅ
ហើយជីវិតនេះអ្នកកើតចាំថោះបើបានលុយមកស៊ីតែឯងស៊ីអត់អស់ហើយណាប៉ិនវាគិតវាត្រូវជួយបងប្អូនវាត្រូវជួយអ្នកជុំវិញខ្លួនហើយអ្នកដែលកើតចាំថោះបងប្អូនខ្ញុំសូមជម្រាបជូនថាជីវិតនេះគឺវារឹងមាំពេកហើយជីវិតនេះវាកម្មពៀពេកហើយមានជាតិក្រោយកុំកើតចាំថោះណាបងប្អូនណាវេទនាណាមកពូជបើមានចាំថោះមួយអាចាំថោះហ្នឹងត្រូវចិញ្ចឹមទាំងអស់ណាលុយទុកសងធនាគារចុងខែទេលុយនឹងទុកចាយចុងខែទេប៉ុន្តែបងប្អូនគេមកខ្ចីគេមកត្រូវការឲ្យគេអស់ទៀតគេអត់មានសងយើងសូម្បីតែមិនតិចទេណាឈឺចាប់ណាបងប្អូនជីវិតអ្នកកើតឆាំផុសគឺកំសត់ហើយវេទនាហើយនិយាយពីឥឡូវហ្នឹងថាជើងនិយាយទោះបីនិយាយក៏គ្មានណាជួយយើងដែរអ្នកដែលកើតឆាំផុសគឺគាត់គិតអញ្ចឹងទោះបីជាខ្ញុំប្រឹងនិយាយក៏គ្មានណាគេមកមើលឃើញខ្ញុំដែរជីវិតអ្នកកើតឆាំផុសបងប្អូនកូនក្មួយថាសឹងរត់ចោលស្រុករាល់ថ្ងៃហ្នឹងប៉ុន្តែដូចខ្ញុំនិយាយចឹងថាបើអញរត់ចោលស្រុកបានហើយរត់ហើយប៉ុន្តែសួរថាអ្នកកើតឆាំថោះធ្វើអញ្ចឹងបានអត់ធ្វើអត់បានទេបើគ្រាន់តែថាមានរឿងរត់ចោលស្រុកបាត់ណាអាហ្នឹងវាសុកប៉ុន្តែសួរថាអ្នកកើតឆាំថោះធ្វើអញ្ចឹងបានអត់ទេណារាល់ថ្ងៃនេះខ្លួនឯង stress ខ្លួនឯងចង់កើត depression ណាសួរថាមិនហ៎អត់អីទេនៅតែញញឹមប៉ុន្តែចិត្តឈួតណារឹងមាំនេះរឹងមាំដូចដើមឈើមួយដើមអញ្ចឹងកំពុងតែនៅឈរហាលខ្ជុះហាលភ្លៀងហើយមានសត្វជាច្រើននៅជ្រកអាស្រ័យក្រោមដើមឈើហ្នឹងហើយខ្លួនឯងអស់អាលីងណាអស់គោលចំហណាខាងក្នុងក៏ឌៀស៊ីគល់អស់ហើយណាប៉ិនមិនហ៊ានប្រាប់គេអត់មកឲ្យគេភ័យសុកចិត្តរ៉ាប់រងឲ្យគេហើយបន្តិចទៀតទៅខ្យល់ដួលអាលំផឹងបានដឹងថាអូអាណិតវាណានោះវាឆាំថោះនឹងវាវេទនាយ៉ាងណាទៅវាឈរហាលថ្ងៃហាលភ្លៀងឲ្យអញជ្រើវាឈរហាលថ្ងៃហាលភ្លៀងឲ្យអញរស់អាស្រ័យការពិតវាអស់អាលីងហ្នឹងដើមហ្នឹងវាអស់ហ្នឹងដូចដើមឈើមួយនៅសៀមរាបអញ្ចឹងនិយាយពីធំដល់ពេលខ្យល់វាយអាលំកឌៀស៊ីអស់អាលីងសល់ស្បើដូចលឹកស្រូវអញ្ចឹងជីវិតអ្នកកើតឆាំថោះអញ្ចឹងអត់មានតម្លៃទេកូនយើងនៅជួយគេបានអត់តម្លៃទេគេត្រូវការគេមកឲ្យយើងគេមានការគេមកឲ្យយើងអត់តម្លៃទេគ្មានអាណាមកទៅសើទេតិចទៀតកូនឯងងាប់ទៅបានគេទៅសើគេបង្ហោះ Facebook អូយទៅសេបងអញកើតឆាំថោះនឹងលះបងណាបងអញល្អណាល្អណាស់ល្អណាស់បាទខ្មោចនឹងដឹងខ្លួនក្រោកមកកាច់ក្បាក់កឲ្យងាប់ឲ្យអស់ហើយកាលអញនៅរស់ឯងគិតឃើញអញ្ចឹងផងចាំអញងាប់ចាំឯងមើលឃើញអីអាហ្នឹងជីវិតអ្នកកើតឆាំថោះវិញអញ្ចឹងបងប្អូនអ្នកដែលកើតឆាំថោះបងប្អូនកូនក្មួយណាមិនភ័យមិនព្រួយតទៅទៀតទេរឿងដែលខ្ញុំបានលើកឡើងទាំងអស់ហ្នឹងគឺគ្រាន់តែជាខ្ញុំដាស់សតិឲ្យលោកអ្នកនឹងត្រូវគិតត្រូវពិចារណាចឹងណាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែ7អ្នកដែលកើតឆាំថោះគឺរាសីរបស់លោកអ្នកគឺឡើងហើយលែងលំបាកហើយលែងឆុងហើយហេងហើយល្អមកវិញហើយអញ្ចឹងសប្បាយចិត្តទៅរីករាយទៅហើយបានឃើញហើយ comment លេខសំណាងណាបងប្អូនណា share ដាក់លេខសំណាងផង364ពណ៌សំណាងណាគឺពណ៌តុងដែង comment លេខ364 share វីដេអូលោកគ្រូដាក់លេខ364រាសីរបស់លោកអ្នកចាប់ផ្ដើមឡើងហើយអញ្ចឹងរាល់កិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះដាក់ចុះបោះឡើងរកស៊ីមានបានរហូតបងប្អូនកូនក្មួយណាបាទលោកអ្នកដែលកើតនៅឆ្នាំថោះបងប្អូនសប្បាយចិត្តរីករាយព្រោះចុងខែនេះគឺរាសីឡើងហើយលោកអ្នកទាំងអស់គ្នាជាទីគោរពណាអ្នកដែលកើតឆាំថោះខ្ញុំសូមជម្រាបជូនថាខ្ញុំលោកគ្រូមហាជុំខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសសម្រាប់លោកអ្នកយកទៅពាក់ដើម្បីអីពាក់ដើម្បីលែងឲ្យឆុងដើម្បីឲ្យលុយចូលដើម្បីឲ្យហេងដើម្បីឲ្យកាត់កបបងប្អូននេះគឺជាខ្សែដៃកាត់ឆុងលើករាសីស្រូបលុយដោះបំណុល VIP ត្បូងធម្មជាតិដែលខ្ញុំរៀបចំយ៉ាងពិសេសសម្រាប់លោកអ្នកដែលកើតនៅឆាំថោះចឹងលោកអ្នកទាំងឡាយណាដែលកើតនៅឆ្នាំថោះជាខ្សែដៃនេះយកទៅពាក់ទៅលោកអ្នកនឹងហេងលោកអ្នកលែងឆុងលោកអ្នកលែងសិលលោកអ្នកកាក់កបជោគជ័យណាខ្សែដៃនេះគឺពិសិដ្ឋខ្ញុំបានមានយ័ន្តទេវតាទ្រព្យដែលជាយ័ន្តហៅលៀបហៅសំណាងហៅថវិកាដើម្បីឲ្យលោកអ្នកហេងដើម្បីឲ្យលោកអ្នកកាក់កបអញ្ចឹងលោកអ្នកអាចទំនាក់ទំនងយកខ្សែដៃនេះទៅពាក់ហើយបើសិនជាបងបរោះណាលោកអ្នកយកខ្សែដៃនេះទៅពាក់វិញខ្សែដៃនេះគឺជាខ្សែដៃសំណាងលៀបជ័យហេងកាក់កបដើម្បីឲ្យបរោះទាំងឡាយណាដែលមានអារម្មណ៍ថាកិច្ចការងារមិនទាន់ជោគជ័យមិនទាន់រីកចម្រើនដែលគិតថាខ្លួនឯងវាអត់មានសេចក្តីក្លាហានដែលបាក់ទឹកចិត្តដែលខ្វះអ្នកយល់ចិត្តបងប្រុសពាក់ខ្សែដៃនេះពាក់ទៅបងហេងបងប្អូនកាក់កបបងជោគជ័យបងរីកចម្រើនហើយអញ្ចឹងបងអាចទំនាក់ទំនងយកខ្សែដៃនេះទៅពាក់បានណាហើយលោកអ្នកដែលកើតនៅឆ្នាំថោះលេខសំណាងលេខ364ពណ៌សំណាងពណ៌តុងដែងឲ្យលោកអ្នកហេងហើយកាក់កបជោគជ័យទាំងអស់គ្នាណាខ្ញុំសូមជូនពរពីខ្ញុំលោកគ្រូមហាជុំបាទលោកអ្នកដែលកើតនៅឆ្នាំជូតបងប្អូនខ្ញុំសូមអបអរសាទរណាអ្នកដែលកើតឆ្នាំជូតណាបងប្អូនបាទនៅចុងខែ7នេះគឺរាសីលោកអ្នកឡើង
ដល់កំពូលឡើងខ្ពស់ត្រដែតណាចឹងអ្នកដែលកើតឆ្នាំជូតមិនបាច់គិតអីទាំងអស់គ្រាន់តែលឺថាឡើងខ្ពស់ត្រដែតភ្លាមលោកអ្នកខមមិនលេខសំណាងហើយ share វីដេអូភ្លាមដើម្បីទទួលលាភសំណាងលេខសំណាងរបស់អស់លោកអ្នកដែលកើតនៅឆ្នាំជូតគឺលេខ678ពណ៌សំណាងពណ៌នំប៉័ងបងប្អូនណានេះពណ៌នំប៉័ងពណ៌ចេះបងប្អូនណាខ្ញុំកាត់กระดาษទុកឲ្យបងប្អូនគេលោកមិនស្គាល់ពណ៌នំប៉័ងចឹងអ្នកដែលកើតឆ្នាំជូតបងប្អូនកូនក្មួយលេខសំណាង678ពណ៌សំណាងពណ៌នំប៉័ងណារាសីរបស់អស់លោកអ្នកគឺឡើងខ្លាំងនៅចុងខែ7នេះគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែ7ដាក់ចុះដោះឡើងរាសីលោកអ្នកកាក់កបជោគជ័យលោកអ្នកដែលកើតឆ្នាំជូតយើងដឹងគ្រប់គ្នាហើយថានៅចុងនៅឆ្នាំ2026នេះរាសីរបស់អស់លោកអ្នកគឺមិនល្អទេ2026រាសីអត់ល្អទេណាដោយសារឆ្នាំជូតត្រូវឆុងមួយឆ្នាំមកមី 100% ដូច្នេះកិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតនឹងគឺតឹងគ្រប់ច្រកតឹងគ្រប់លហម្នាក់ដែលនៅរស់រៀនមានជីវិតនឹងអង្គុយបានឈរបានញឹមចេញហ្នឹងសុទ្ធតែសំដែងទេប៉ុន្តែតាមជាក់ស្ដែងហ្នឹងណាបេះដូងថ្លើមប្រមាត់អ្នកដែលកើតឆ្នាំជូតហ្នឹងគឺខ្ទេចខ្ទាំអស់ហើយគឺរលាយសាបសូន្យអស់ហើយជីវិតអ្នកកើតឆ្នាំជូតទៅបងប្អូនណាបើយើងមិនមែនឆ្នាំជូតយើងអង្គុយមើលគេទៅអូយកើតឆ្នាំជូតឯសំណាងណាឯកើតឆ្នាំជូតឯសនុកណាប៉ុន្តែធៀបពិតអត់មានសំណាងទេធៀបពិតអត់មានសនុកទេធៀបពិតអត់មានសុខមានស្រួលអីទេឆ្នាំជូតនោះវេទនាណាស់បងប្អូនរងថ្ងៃនេះអ្វីដែលបងប្អូនឃើញសិតតែគាត់សំដែងទេព្រោះគាត់កើតមកបើគាត់មិនសំដែងថាគាត់រឹងមាំក៏គ្មានអាណាជួយដែរអញ្ចឹងខំប្រឹងកុហកខ្លួនឯងទៅខំប្រឹងបោកខ្លួនឯងទៅកុំឲ្យវាខ្លួនឯងវេទនាឲ្យប្រាប់គេឲ្យគេដឹងទៀតហើយបើប្រាប់ទៅគេដឹងគេជួយអានឹងវាមិនអីទេប៉ុន្តែប្រាប់គេទៅគេមិនជួយយើងទៅទៀតអញ្ចឹងជីវិតអ្នកដែលកើតឆ្នាំជូតបងប្អូនក្បាលមួយទូលផែនដីតែឯងមានរឿងអីគិតម្នាក់ឯងដោះស្រាយម្នាក់ឯងហើយមកជីវិតអ្នកកើតឆ្នាំគូតគឺឯកោណាស់បងប្អូនគ្មានអ្នកយល់ចិត្តទេម៉ែឪកុំយល់ចិត្តបងប្អូនកុំយល់ចិត្តថាមកជីវិតហ្នឹងវាអត់មានអ្នកយល់ចិត្តតតែសោះបងប្អូនអត់មានអ្នកយល់ចិត្តទេអត់មានអ្នកគិតទេអត់មានអ្នកខ្វល់យើងសូម្បីតែមកកញ្ចក់ហ្នឹងចង់ហែងងាប់ទៅចង់ហែងមិនទៅគេមើលមិនឃើញទេអាហ្នឹងពេលដែលយើងមានទុកគឺគេទុកយើងចោលណាគេមើលគេថ្មេះគេដៀលឯងវាអត់កំណើតឯងវាមិនកើតបានឯងវាក្រដល់ពេលខំប្រឹងរកស៊ីមានគេចំណែនគេនិន្ទាគេឈ្នាតនេះទៀតបាទបងប្អូនកូនក្មួយណាខ្ញុំសូមជំរាបអ្នកដែលកើតនៅឆ្នាំជូតទាំងអស់មកជីវិតគម្របញាតគ្មានប្រយោជន៍អីសូម្បីមកកញ្ចក់ណាយើងស្រឡាញ់គេណាស់យើងជួយគេណាស់យើងលះបង់គេណាស់ប៉ុន្តែដល់ពេលយើងមានទុកគេអត់ជួយយើងទេណាបងប្អូនណាអាញាតហ្នឹងអាបងប្អូនហ្នឹងគឺចង្រៃផុតលេខឯងអ្នកកើតឆ្នាំជូតទាំងឡាយបើជឿខ្ញុំឈប់រាប់ញាតទៅឈប់រាប់បងប្អូនទៅបងប្អូនមិនជឿសាជួយគេគ្រប់យ៉ាងចុងក្រោយនិយាយដើមយើងឥឡូវហ្នឹងបងប្អូនសាស្រឡាញ់គ្នាណាបងប្អូនសិតតែបង្កើតសិតតែចដូនមួយសាបងប្អូនបើកហាងកាទៀវមកវាមកស៊ីយើងអត់មានមកស៊ីទេនោះសុំសង្ឃឹមឲ្យសោះពួកនេះបាទអញ្ចឹងបាច់រាប់ញាតទេប៉ុន្តែវាអត់គ្មានស៊ីវាមកឲ្យយើងប៉ុន្តែបើយើងលក់ដូរវាខ្ពើមកមើលយើងនោះបាទអញ្ចឹងជីវិតអ្នកកើតឆ្នាំជូតវាអញ្ចឹងរឹងមាំណាស់រាល់ថ្ងៃហ្នឹងរឹងមាំខ្លាំងដល់ថ្នាក់ចង់ខាបាទវារឹងមាំពេកដល់ថ្នាក់ចង់ស្ទះបាទចឹងថ្ងៃអ្នកណាមិនដឹងមើលទៅអូយមួយនេះរឹងដូចដុំថ្មប៉ុន្តែតាមពិតធៀបពិតនឹងដូចអានងស្អុយអញ្ចឹងរាល់ថ្ងៃហ្នឹងណាបាទជីវិតអ្នកកើតឆ្នាំជូតប្រៀបបានដូចកណ្ដាស់ជូតមាត់អញ្ចឹងរាល់ថ្ងៃហ្នឹងណាជីវិតអ្នកកើតឆ្នាំជូតប្រៀបបានដូចកណ្ដាស់ជូតមាត់អញ្ចឹងបាទគេត្រូវការគេយកមកជូតទៅជូតឲ្យគេកវត្តចោលបាត់អាហ្នឹងឯអ្នកកើតឆ្នាំជូតរបបដឹងឲ្យស្រីល្អឈប់ជួយគេទៅឈប់ខ្វល់ពីគេទៅឈប់គិតទៅហើយមកជីវិតនេះបើមិនបាច់យកប្តីទេអ្នកកើតឆ្នាំជូតនោះនៅម្នាក់ឯងទៅឈប់យកប្តីទៅយកគ្មានប្រយោជន៍អីទេជីវិតអ្នកកើតឆ្នាំជូតបើមករកស៊ីខ្លួនឯងមិនផឹងទេគ្មានអាណាចិញ្ចឹមទេប្តីគេមិនចិញ្ចឹមដែរអញ្ចឹងមិនបាច់រកទេនៅម្នាក់ឯងទៅវាស្រួលចិត្តជាងណាវាវេទនាអញ្ចឹងអ្នកកើតឆ្នាំជូតតើខ្ញុំលំបាកដល់ពេលណាបាទចម្លើយឆ្លើយឆ្លៃថាលែងលំបាកហើយបាទលែងលំបាកឲ្យឆ្នាំជូតទៅចាប់ពីថ្ងៃទី20ហ្នឹងទៅរហូតដល់ថ្ងៃទី31ដាច់ខែ7អ្នកដែលកើតឆ្នាំជូតលែងអីហើយលែងលំបាកលែងវេទនាលែងតោកយ៉ាក់តទៅទៀតឯពីព្រោះថាលោកអ្នកដែលកើតឆ្នាំជូតរាសីលោកអ្នកចាប់ដើមឡើងហើយទោះបីមិនឡើងខ្លាំងក៏ឡើងសន្សំដែរអញ្ចឹងអ្នកដែលកើតឆ្នាំជូតលោកអ្នកបានឃើញវីដេអូនេះខមមិនលេខសំណាងលេខ678ពណ៌សំណាងពណ៌នំប៉័ងរាសីរបស់លោកអ្នកចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដារាសីឡើងខ្ពស់តដែកដាក់ចុះដោះឡើងរកស៊ីមានបានកាក់កបរាល់កិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរទាំងឡាយទាំងពួងលោកអ្នកដែលកើតឆ្នាំជូតលោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យលោកអ្នកដែលកើតនៅឆ្នាំជូតបងប្អូនកូនក្មួយណាលោកអ្នកសប្បាយចិត្តលោកអ្នករីករាយហើយលោកអ្នកខំប្រឹងធ្វើកិច្ចការងារបន្ថែមទៀតនៅកិច្ចការងារនៅចំនួនជួយដូររបស់អស់លោកអ្នកដែលកើតនៅឆ្នាំជូតណាលោកអ្នកទាំងអស់គ្នាខ្ញុំបានឃើញអំពីកម្រិតរាសីរបស់លោកអ្នកមិនទាន់ល្អប្រសើរប្រមាណទេខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសជូនដល់លោកអ្នកខ្ញុំបានរៀបចំនៅខ្សែដៃហុងស៊ុយ5ធាតុពាក់កាត់ឆុងលើករាសីស្រូបលុយដោះបំណុលជូនដល់លោកអ្នកដែលកើតឆ្នាំជូតបើសិនបើបានខ្សែដៃនេះយកទៅពាក់នៅក្នុងខែ7នេះទៅលោកអ្នកលែងឆុងហើយបាទទោះបីជានៅសល់6ខែទៀតបានបាត់ឆុងក៏ដោយប៉ុន្តែបើយើងបានពាក់ខ្សែដៃនេះទៅយើងលែងឆុងយើងលែងសើយើងលែងមានទុក
ទោសអីតទៅទៀតហើយអញ្ចឹងបងប្អូនយកខ្សែដៃទៅពាក់ឲ្យបានគ្រប់គ្នាខ្ញុំតគូមហាជុំខ្ញុំថែមនៅយ័ន្តដ៏ស័ក្តិសិទ្ធិនេះសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកយកខ្សែដៃទៅពាក់ទៅលោកអ្នកហេងណាមិញខ្ញុំច្រឡំនិយាយឆ្នាំថោះការពិតឆ្នាំជូតណាយកខ្សែដៃទៅពាក់ហើយចំណែកឯបុរសអានេះស្ត្រីខ្សែដៃនេះខ្សែដៃស្ត្រីចំណែកខ្សែដៃបុរសគឺប្រើមួយនេះគឺតំណាងឲ្យអំណាចតំណាងឲ្យដេកជះតំណាងឲ្យឋានៈបុណ្យស័ក្តិហេងកកបជោគជ័យអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកនឹងហេងលោកអ្នកនឹងជោគជ័យលោកអ្នកនឹងរីកចម្រើនហើយរាសីឡើងណាលោកអ្នកត្រូវយកខ្សែដៃទៅពាក់ឲ្យបានគ្រប់គ្នាលោកអ្នកនឹងហេងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ហេងកកបជោគជ័យអ្នកដែលកើតឆ្នាំជូតខមមិនលេខសំណាងលេខ678ពណ៌សំណាងពណ៌នំប៉័ងបាទលោកអ្នកជាបន្តខ្ញុំសូមទស្សទាយជាបន្តនៅក្នុងខែ7ចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31លោកអ្នកដែលកើតនៅឆ្នាំវករាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរតូចធំអ្នកដែលកើតឆ្នាំវកចាប់ផ្ដើមដាក់ចុះដុសឡើងរកស៊ីមានបានកាក់កបហើយលោកអ្នកដែលកើតនៅឆ្នាំវកលេខសំណាងលេខ512ពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំវកលោកអ្នកដឹងហើយឮហើយមួយជីវិតរបស់យើងនេះកម្ររកបានសេចក្តីល្អណាស់កម្របានសុខណាស់គឺជួបតែទុកទេនឹងអ្នកដែលកើតឆ្នាំវកឯងបងប្អូនជួបតែទុកទេមិនដែលជួបសុខទេមកជីវិតណាហើយអយុត្តិធម៌រហូតជីវិតនេះអយុត្តិធម៌យ៉ាងម៉េចអយុត្តិធម៌បានន័យថាពេលយើងអ្នកកើតឆ្នាំវកធ្វើល្អសួរមានទេវតាអិនព្រំណាមកមើលឃើញទេសួរមានមនុស្សណាមើលឃើញអត់មានប៉ុន្តែដល់សល់តែយើងអត់ខុសក៏គេថាយើងខុសដែរណាអញ្ចឹងជីវិតអ្នកដែលកើតឆ្នាំវកបងប្អូនណាខែ5ខែ6ខែ7នេះ3ខែនេះជាប់ឯកតកម្មហើយមិនមែនឯកតកម្មខាងលុយខាងលៀបទេឯកតកម្មខាងវេទនាអញ្ចឹងអ្នកដែលកើតនៅឆ្នាំវកគឺជួបទុកជួបព្រោះរយៈច្រើនណារយៈពេលចុងក្រោយនេះទេវតាដកពិសោធន៍អ្នកកើតឆ្នាំវកណាបងប្អូនជាពិសេសបងប្អូនអ៊ុតមើលខ្លួនឯងខែ5ខែ6ខែ7សឹងរត់ចោលស្រុកសឹងលួសពលឹកណាបាទវាអត់ដូចបំងអ្វីដែលវាបានវាទៅជាលែងបានណាអ្វីដែលវាល្អវាទៅជាលែងល្អវាក្តីសង្ឃឹមនឹងវារលាយសាបសូន្យអស់អាលីងហ្មងអ្នកកើតឆ្នាំវកប្រៀបបានដូចដាំតារ៉េនអញ្ចឹងណាក្តុបឡើងស្ងេះគិតថឹងចាំមើលតារ៉េនហ្នឹងចាំមើលធំទៅអញយកទៅលក់អញយកទៅប្រគេតលោកអាហ្នឹងក្តីសង្ឃឹមដល់ពេលឲ្យខ្យល់ព្យុះមកងាប់តារ៉េននឹងបាត់អាហ្នឹងវាអស់សង្ឃឹមលុយវាត្រូវរកបានមួយខែ100 10ខែបាន1000ណាជាមួយគ្រប់1000អញយកទៅទិញ iPhone 17ស្រាប់តែរកបានតែ5ខែវាលែងរកបានណាអាហ្នឹងឯដែលអ្នកដែលកើតឆ្នាំវកវាកំពុងតែជួបបងប្អូនហើយមកជីវិតអ្នកដែលកើតឆ្នាំវកនេះសេចក្តីសុខខ្លួនឯងគឺលះបង់តិចបំផុតមានលុយមិនហ៊ានទិញអីស៊ីទេមានលុយមិនហ៊ានចាយទេអ្នកកើតឆ្នាំវកក៏ទុកជួយគេដល់ពេលខ្លួនឯងពិបាកគ្មានអាណាជួយទេអញ្ចឹងមកជីវិតនេះអ្នកកើតឆ្នាំវកត្រូវកាត់រឿង3យ៉ាងចោលអ្នកកើតឆ្នាំវកត្រូវកាត់រឿង3យ៉ាងចោលទី1កុំរាប់ញាតមិនបាច់រាប់ទេអាណាក៏ដោយរកគ្មានបានប្រយោជន៍អីទេណាបាទជួយគេហើយយកអាសាគេហើយស្រឡាញ់គេហើយចុងក្រោយគេស្អប់គ្មានអីទេបានតែមករករឿងយើងនិយាយដើមយើងហ្នឹងទី2អ្នកកើតឆ្នាំវកកុំឲ្យលុយគេខ្ចីគេមិនសងទេមកជីវិតហ្នឹងគេមិនសងដាច់ខាតទី3អ្នកកើតឆ្នាំវកកុំរាប់អានមិត្តភក្តិម្នាក់ខ្លាយច្រើនអត់ប្រយោជន៍ណារាប់អានគេហើយប៉ៅគេស៊ីហើយស្រឡាញ់គេហើយលះបង់ដើម្បីគេទៀតលទ្ធផលចុងក្រោយនិយាយដើមយើងធ្វើគុណបានទៅអាហ្នឹងឯអ្នកកើតឆ្នាំវកកំពុងតែជួបបងប្អូនរាប់អានគេសុកស្រឡាញ់គេសុកបងប្អូនដល់ពេលដែល3-4ថ្ងៃក្រោយគឺគេនិយាយដើមយើងហ្មងរាប់អានសុកដល់ពេលមានកម្មវិធីទៅបំទៅទៀនជួបគេខ្ពើមមើលមុខយើងទៀតអីអញក៏ថោកឲ្យថោកម៉េះអាហ្នឹងឯអ្នកកើតឆ្នាំវកដោយទាំងគ្រូមហាជុំទៅទៀតថាមកជីវិតហ្នឹងបំមិនបានជួយគេបំមិនបានយកអាសាគេវាខ្យល់ងាប់ចឹងអាជីវិតអ្នកកើតឆ្នាំវកវាវេទនាកំព្រាតោកចាជាស្តាដូចខ្សែអញ្ចឹងខ្សែមិនខ្សែថ្មីដូចខ្សែដែលគេនេះថាវាឈឺចុកចាប់រាល់ថ្ងៃហ្នឹងអ្នកដែលកើតឆ្នាំវកបងប្អូនមួយរយៈនេះចិត្តឈួតហើយអ្នកកើតឆ្នាំវកឥឡូវកុំអានឈួតជាសឹងអញ្ចឹងអ្នកដែលកើតឆ្នាំវកបងប្អូនកូនក្មួយដូចខ្ញុំនិយាយអញ្ចឹងហត់ណាស់លះបង់ណាស់ដើម្បីបងប្អូនលះបង់ណាស់ដើម្បីគេគ្រប់គ្នាហើយសួរថាតើអ្នកកើតឆ្នាំវកហ្នឹងហត់ទេអត់ហត់អ្នកកើតឆ្នាំវកហ្នឹងចង់ធ្វើអត់ចង់ធ្វើពិបាកអត់ពិបាកមានអាណាសบายចិត្តទេបានលុយមកចែកចំទៀតនោះឈប់បានអត់អញ្ចឹងជួយគេដែរធ្វើម៉េចអញ្ចឹងប្រឹងរកស៊ីមានទៅជួយបងប្អូនវាក្រច្រើនបាទពេលខោអត់ក្រទេណាកូនសិស្សខ្ញុំមួយវកណាអាមេរិកទេមកយំរហូតវាមិនដឹងយ៉ាងម៉េចទេរកស៊ីបានមកបងប្អូនខ្ចីអស់ដល់ពេលមកលេងស្រុកខ្មែរគេនៅសឹកវីឡាឯងហ្នឹងនៅអាមេរិករកផ្ទះនៅមិនបានផងជួលផ្ទះគេនៅអាហ្នឹងឯអ្នកកើតឆ្នាំវកណាបាទអញ្ចឹងវាវេទនាណាជីវិតហ្នឹងឥឡូវឈប់វេទនាណាបាទថ្ងៃណាបានរៀនសៃឡើងអ្នកកើតឆ្នាំវកឡើងហើយចាប់ពីថ្ងៃទី20ហ្នឹងទៅរហូតដល់ថ្ងៃទី31ខែ7អ្នកដែលកើតឆ្នាំវកគឺរៀនសៃឡើងខ្លាំងដូច្នេះ
កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយអ្នកដែលកើតឆ្នាំវកគឺដាក់ចុះដោះឡើងហើយចាប់ផ្ដើមឡើងហើយរាសីលោកអ្នកបាទអញ្ចឹងចាប់ពីថ្ងៃទី21ដល់ថ្ងៃទី31ណាសល់10ថ្ងៃហ្នឹងគឺអ្វីដែលមិនទាន់ធ្វើឲ្យហើយលោកអ្នកនឹងជោគជ័យលោកអ្នកនឹងរីកចម្រើនលោកអ្នកនឹងធ្វើអ្វីបានកាក់កបដោយក្តីបំណងដែលលោកអ្នកពងប្រាថ្នាលោកអ្នកដែលកើតឆ្នាំវកលោកអ្នកដាក់ចុះដោះឡើងណាបាទហេងហើយជោគជ័យលែងភ័យលែងព្រួយហើយចាប់ថ្ងៃហ្នឹងទៅរឿងអតីតកាលដែលរឿងមិនល្អគេរំលោភបំពានក្តីគេនិយាយដើមក្តីគេមើលងាយក្តីកុំឈឺចាប់ណាខំប្រឹងក្រោកឈរឡើងរកស៊ីឲ្យមានឲ្យបាននេះគឺជាអ្វីមួយដែលយើងនឹងចូលឈ្នះអ្នកជុំវិញខ្លួនបានខ្ញុំប្រាប់បងប្អូនណាបងប្អូនអ្នកកើតឆ្នាំវកទាំងអស់ព្រោះខ្ញុំឆ្នាំវកដែរបាទមិនវក20ណាមិនវក30ទេវកចិត្ត50ណាវកនេះវកគ្រូផ្នែកជុំមិនប្រាប់ឲ្យបងប្អូនគេគ្រប់គ្នាណាគេគ្រប់គ្នាណាថាគេស្អប់ម្នាក់ហ្នឹងគេប្រឡុកចោលគេឈប់រាប់អានហើយខ្ញុំមកបើស្អប់ម្នាក់ហ្នឹងខ្ញុំមិនខ្ចីប្រឡុកខ្ញុំទុកដើម្បីឲ្យឯងនៅមើលឃើញអំពីសេចក្តីជោគជ័យរបស់អញហើយបើយើងប្រឡុកវាចោលវាមិនមើលឃើញយើងជោគជ័យហើយបើយើងមិនប្រឡុកវាយើងទុកទៅយើងទិញឡាននេះយើងបោះវាមើលឃើញយើងទិញផ្ទះវាបោះយើងមើលឃើញយើងអាហ្នឹងបានថាជីវិតវាចិត្តណាយកគំរូតាមខ្ញុំអូម៉ាថាស្អប់អាមួយហ្នឹងមិនប្រឡុកវាចោលទុកណាទុកឯងកូនជោគជ័យយើងបោះឲ្យវាឃើញវាឈឺចាប់ណាអ្នកដែលស្អប់យើងកូនណាពេលដែលយើងជោគជ័យគឺឈឺចាប់ណាអញ្ចឹងយកឈ្នះអ្នកដែលស្អប់យើងកូនគឺមិនបាច់ចាំទៅធ្វើអីគេទេមិនបាច់ទៅរកគ្រូធ្វើថ្មុកអីគេងាប់ទេមិនបាច់អង្គុយដាក់បដាសាគេទេប្រឹងរកស៊ីឲ្យតែមានជាងវាទៅគឺវាល្អហើយណាវាឈឺក្បាលវាស្ទះទ្រូងងាប់ឥឡូវហ្នឹងបាទអញ្ចឹងអ្នកដែលកើតឆ្នាំវកបងប្អូនកូនក្មួយណាខ្ញុំជម្រាបជូនថាពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដានេះរាសីឡើងហើយរាល់កិច្ចការងារជំនួយជួញដូរមុខរបរទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះគឺដាក់ចុះដោះឡើងរកស៊ីមានបានបងប្អូនកូនក្មួយទាំងអស់ជាទីគោរពជាទីស្រឡាញ់ខ្ញុំលោកគ្រូមហាជុំបងប្អូនខ្ញុំបានរៀបចំនៅខ្សែដៃយ៉ាងពិសេសជូនលោកអ្នកដែលកើតនៅឆ្នាំវកខ្សែដៃនេះគឺជាប្រភេទខ្សែដៃអង្កាំត្បូងធម្មជាតិរបស់ប្រទេសភូមាដែលខ្ញុំបានច្នៃធ្វើជាខ្សែដៃសម្រាប់លោកអ្នកដែលកើតឆ្នាំវកយកទៅពាក់ឲ្យរាសីឡើងពាក់ឲ្យកាក់កបដាក់ចុះដោះឡើងរកស៊ីមានបានជោគជ័យអញ្ចឹងបងប្អូនប្រុសស្រីទាំងឡាយណាដែលកើតនៅឆ្នាំវកបងប្អូនគួរតែយកខ្សែដៃនេះយកទៅពាក់ឲ្យរាសីបងប្អូនឡើងពាក់ឲ្យបងប្អូនកាក់កបពាក់ឲ្យបងប្អូននឹងជោគជ័យណាព្រោះខ្សែដៃនេះគឺវាមានអនុភាពជួយជំរុញជោគលាភដល់អ្នកទាំងឡាយណាដែលបានពាក់ខ្សែដៃនេះចឹងក្រោយពីពាក់ចិត្តត្រជាក់ស្រូបលុយដោះបំណុលគេជពាក់លុយគេសងលុយធ្វើអីក៏បានកាក់កបជោគជ័យហើយខ្ញុំថែមនៅយ័ន្តដ៏ពិសេសនេះជូនដល់លោកអ្នកនេះគឺជាយ័ន្តទេវតាទ្រព្យដើម្បីឲ្យលោកអ្នកដែលកើតឆ្នាំវកយកទៅពាក់ទៅលោកអ្នកហេងលោកអ្នកកាក់កបលោកអ្នកជោគជ័យសម្រាប់នារីហើយបើបងដែលជាបុរសនេះពាក់ដូចខ្ញុំចឹងព្រោះខ្ញុំក៏ឆ្នាំវកដែរពាក់ឲ្យលោកអ្នកនឹងមានរិទ្ធអំណាចដេកចាស់មានកម្លាំងមានរិទ្ធចេស្តាឈ្នះអស់មានសត្រូវធ្វើការឡើងបុណ្យសក្តិណៈទូនាទីរស់ស៊ីមានបានមានប្រាជ្ញាអ្នកដែលមានអារម្មណ៍ថាអូយអញអត់សុបាយចិត្តទេដែលអញអត់មានសង្ឃឹមទេធ្វើអ្វីមិនបានជោគជ័យទេរឿងដែលចិត្តមកដល់ហើយវាទៅជាអត់លុយដែលថិតចិត្តចូលវាទៅអត់ចូលអាហ្នឹងណាបងប្អូនយកខ្សែដៃនេះទៅពាក់ទៅបងប្អូននឹងហេងហើយបងប្អូនចង់បានឆាតចូលពេកឬមួយបងប្អូនណាអេតេលេការាមលោកគ្រូតាក់ទងបងប្អូន07គុត29 29 38 07គុត29 29 38 099 40គុត86 37ជោគជ័យរីកចម្រើនចាប់ពីថ្ងៃនេះម៉ោងនេះនាទីនេះតទៅបងប្អូនហេងទាំងអស់គ្នាជោគជ័យទាំងអស់គ្នាណាអ្នកកើតឆ្នាំវកខ្ញុំសូមបួងសួងដល់ទេវតាអិនព្រំណាសូមលោកព្រះប្រទានពរជ័យសិរីសួស្តីសុភមង្គលវិបុលសុខដល់អ្នកដែលកើតឆ្នាំវកទាំងអស់បាទឲ្យជោគជ័យឲ្យរីកចម្រើនណាសាធុសាធុសាធុទាំងអស់គ្នាបាទអញ្ចឹងអ្នកដែលកើតឆ្នាំវកហេងទាំងអស់គ្នាណាបាទអញ្ចឹងតាខ្ញុំសូមបន្តទៀតលោកអ្នកដែលកើតនៅឆ្នាំរកាបាទលោកអ្នកដែលកើតនៅឆ្នាំរកាលោកគ្រូមហាជុំបានទូទាយឃើញថាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាលោកអ្នករាសីឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកសប្បាយចិត្តលោកអ្នករីករាយហើយលោកអ្នកដែលកើតនៅឆ្នាំរកាលោកអ្នកខមមិននៅលេខសំណាងគឺលេខ941អ្នកដែលកើតឆ្នាំលកាខមមិននៅលេខ941ចំណែកពណ៌សំណាងគឺពណ៌ស្លែណាលោកអ្នកដែលកើតឆ្នាំលកាខមមិនលេខសំណាងលេខ941ពណ៌សំណាងគឺពណ៌ស្លែលោកអ្នកshare វីដេអូដាក់លេខ941លោកអ្នកនឹងហេងកាក់កបជោគជ័យអ្នកដែលកើតឆ្នាំរកាទាំងអស់បងប្អូនកូនក្មួយទេវតាដកពិសោធន៍យើងច្រើនជាងគេទាំងអស់បាទឆ្នាំគេទេវតាដកពិសោធន៍តែមួយឆ្នាំទេដកពិសោធន៍តែកន្លះឆ្នាំទេដកពិសោធន៍យ៉ាងយូរ3ឆ្នាំប៉ុន្តែអ្នកដែលកើតឆ្នាំលកាទេវតាដកពិសោធន៍ឡើង5 6ឆ្នាំណាជីវិតហ្នឹងទេវតាដកពិសោធន៍ប៉ុណ្្នឹងហើយនៅអត់ទទួលមរណភាពទៀតណាវានៅតែរស់បានតទៅទៀតថាវាសរសើរអ្នកដែលកើតឆ្នាំលកានឹងតម្រងបាទបើនិយាយពីស្បែកក្រាស់ជាងស្បែករែងជ្រូកអាយុ100ឆ្នាំទៀតគឺថាវាមិនអោយទៅណានណាបាទហេតុអីបានគេមិនអោយទៅណាព្រោះអ្នកកើតឆ្នាំលកាគេឲ្យស្រីមានកម្មកាលណាតែងាប់ទៅវាគ្មានអីទទួលកម្មទៀតចឹងគេឲ្យនៅរស់យូរណាស់ពួយប្រធិនលពងលបាក់មុនសន្លប់ក្រោយជីវិតអ្នកដែលកើតឆ្នាំលកាបងប្អូនតាំងពីកើតមករហូតដល់អាយុ46ដល់អាយុ34ដល់អាយុ58ដល់អាយុ70គាត់
ដល់អាយុ8ปีគ្មានណាគេយល់ចិត្តគ្មានណាគេគិតគ្មានណាគេខ្វល់គ្មានណាគេបាត់បង់ទេចង់អ្នកឯងទៅណាក៏ទៅចង់ឯងមិនក៏មិនទៅវាអត់មានទេឮតែពាក្យដែលគេបន្ទោសឮតែពាក្យគេចិនយាយឯងវាមិនកើតទេឯងវាមិនកើតទេជីវិតនឹងអញ្ចឹងណាស្រីរឹងមាំណាស់អ្នកកើតឆ្នាំលការរឹងមាំដល់ថ្នាក់អង្គុយយំសម្បកទឹកនេត្រាណារាល់ថ្ងៃហ្នឹងអ្នកកើតឆ្នាំលការបងប្អូនរាល់ថ្ងៃនេះចង់ឲ្យគេមកលួងលោមចង់ឲ្យគេមកថ្នាក់ក្នុងដូចតែអ្នកដតីដែរទេថ្មីត្បិតតែបងប្អូនឃើញមកឯងកើតឆ្នាំលកាយរឹងមាំណាស់ឯងកើតឆ្នាំលកាយឯងប្រកែណាស់ក៏ពិតអត់ប្រកែទេតាមពិតអត់រឹងមាំអីសុំបីតែមកកញ្ចក់បាទចិត្តនឹងក៏ចង់ឲ្យគេលួងលោមដែរចិត្តនឹងក៏ចង់ឲ្យគេនឹងលើកទឹកចិត្តដែរប៉ិនសួរថាមានទេអត់ចម្លើយឆ្លើយថាអត់ទេអត់ដែលមានអាណាគេមកលើកទឹកចិត្តទេអត់ដែលមានអាណាគេមកលួងលោមទេអត់មានអាណាគេដែលមកសួរទេហែងកើតឆ្នាំលកាឥឡូវហែងងាប់ឯនៅសឹកទុកយ៉ាងម៉េចវាអត់មានណាបាទអញ្ចឹងជីវិតអ្នកកើតឆ្នាំលកាបងប្អូនណាសេចក្តីសុខមានតិចទេសេចក្តីទុកមានច្រើនហើយអាទុកមានច្រើនសុខតិចហ្នឹងអាសុខដែលមានតិចហើយដែលស៊ីមិនគ្រប់អីនៅចែកម្លែកទៅកាន់អ្នកដទៃទៀតអញ្ចឹងអ្នកដែលកើតឆ្នាំលកាមកជីវិតលះបង់ដើម្បីគេណាហើយជួបតែរឿងខកបំណងទេបងប្អូនកូនក្មួយជួបតែរឿងខកបំណងទេអ្នកដែលកើតឆ្នាំលកានោះបាទយកអាសាគេស្រឡាញ់គេលះបង់ដើម្បីគេចុងក្រោយអញខុសណោជួយគេចុងក្រោយអញខុសថាធ្វើគុណដែលបានគុណនេះធ្វើគុណបានទៅទោសទេអ្នកដែលកើតឆ្នាំលកាឥឡូវនេះមិនបាច់ខ្វល់ទេចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31អ្នកដែលកើតឆ្នាំលការាសីឡើងហើយកាក់កបឲ្យជោគជ័យហើយបងប្អូនទ្រាំណាដល់ហើយដល់ពេលវេលាហើយក្តីសង្ឃឹមក្តីរំពឹងលើកដៃសំពះទេវតាថ្ងៃណាប្រទានពរប្រទានជ័យឲ្យខ្ញុំទេវតាថ្ងៃណាឲ្យលៀបឲ្យជ័យដល់ពេលទេវតាឲ្យត្រៀមខ្លួនទទួលយកទៅចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែ7អ្នកដែលកើតឆ្នាំលការាសីឡើងបាទឈប់តូចចិត្តឈប់ដូចរិទ្ធីសាឡនលោកគ្រូខ្ញុំឆ្នាំលកាចង់ឲ្យសម្រាប់ខ្លួនកុំអាលណាផែនដីនៅវែងឆ្ងាយណាស់កុំអាលសម្រាប់នៅមើលលោកគ្រូមហាជុំការទៀតបាទនៅមើលគ្រូមហាជុំមិនទៅណាកុំអាលមើលអីមិនដឹងនិយាយថាមិនទេឥឡូវកុំខ្វល់ណាសំខាន់អ្នកដែលកើតឆ្នាំលកាទាំងអស់ក្រោកឈរឡើងរឹងមាំឡើងបំភ្លេចចោលនៅអតីតកាលណាធ្វើកុំខ្វល់សំខាន់ខ្វល់ពីថ្ងៃហ្នឹងទៅខំប្រឹងរកស៊ីខំប្រឹងឲ្យមានលៀបមានសំណាងរកស៊ីមានបានជោគជ័យអ្នកដែលកើតឆ្នាំលកាទាំងអស់បងប្អូនកូនក្មួយលោកអ្នកខមមិនលេខសំណាងលេខ941ពាក់អាវពណ៌ស្រាយលោកអ្នកហេសៀវីដេអូគ្រូមហាជុំដាក់លេខ941អ្នកដែលកើតឆ្នាំលកាបងប្អូនកូនក្មួយណាខ្ញុំឃើញបងប្អូនវាកើតទុកវាវេទនាវាតោកយ៉ាក់ខ្ញុំរៀបចំខ្សែដៃជូនខ្សែដៃដែលខ្ញុំរៀបចំជូនលោកអ្នកដែលកើតឆ្នាំលកានេះគឺខ្សែដៃត្បូងធម្មជាតិដែលខ្ញុំយកមកពីប្រទេសភូមាហើយខ្ញុំបានរៀបចំយ៉ាងពិសិដ្ឋធ្វើជាខ្សែដៃជូនដល់លោកអ្នកដែលកើតនៅឆ្នាំរកាអញ្ចឹងអ្នកដែលកើតឆ្នាំរកាទាំងពុតទាំងអស់ដែលរាសីដាក់រាសីធ្លាក់ចង់ឲ្យរាសីឡើងលោកអ្នកនឹងហេកនឹងកាក់កបបើសិនបើលោកអ្នកបានពាក់នៅខ្សែដៃនេះបងប្អូនគឺជាខ្សែដៃ5ធាតុស្រូបលុយដោះបំណុលកាត់ឆុងលើករាសីហើយមាននៅសត្វពីរសៀវដែលជាសត្វលៀបសត្វសំណាងបងប្អូនយកខ្សែដៃនេះយកទៅពាក់បងប្អូននឹងហេងបងប្អូននឹងជោគជ័យបងប្អូននឹងរីកចម្រើនហើយបងប្អូនអ្នកដែលកើតឆ្នាំលកាលោកអ្នកលែងឆុងលែងសើលែងចង្អៃលោកអ្នកហេងហើយរឿងដែលមិនទាន់ល្អក៏ប្រែជាល្អអញ្ចឹងលោកអ្នកគួរតែយកខ្សែដៃនេះទៅពាក់ណាហើយខ្ញុំមាននៅយ័ន្តទេវតាទ្រព្យដ៏ពិសិដ្ឋនេះជូនដល់លោកអ្នកទៀតអញ្ចឹងលោកអ្នកខ្សែដៃនេះជាមួយនឹងយ័ន្តទេវតាទ្រព្យនេះយ៉ាងពិសេសជូនដល់លោកអ្នកបាទហើយសម្រាប់បរោះហើយលោកគ្រូខ្ញុំកើតឆ្នាំលកាខ្ញុំចង់ឲ្យរាសីឡើងព្រោះឥឡូវខ្ញុំចិត្តឈួតហើយខ្ញុំមិនល្អទេខ្ញុំណារឿងល្អប្រងតែមកវាលែងមកឥឡូវធ្វើម៉េចកូនចៅណាជាវខ្សែដៃនេះយកទៅពាក់នេះខ្សែដៃត្បូងធម្មជាតិណាទឹកលេខ1បងប្អូនលោកអ្នកជាវយកទៅពាក់លោកអ្នកហេងលោកអ្នកកាក់កបលោកអ្នកជោគជ័យលោកអ្នកលែងឆុងលែងសើលោកអ្នកហេងលោកអ្នកអារម្មណ៍ភ្លឺថ្លាមានលៀបមានសំណាងហើយលោកអ្នកអង្គអាចក្លាហានអញ្ចឹងអ្នកកើតឆ្នាំលកាបើចង់បានខ្សែដៃនេះលោកអ្នកតំណែងចូលក្នុងเพจដែលខ្ញុំកំពុងតែ live នេះលោកអ្នកតំណែងតាម Telegram ទៀតបងប្អូនកូនក្មួយណាបាទ Telegram លោកគ្រូលេខ07គុត29 29 38 099 40គុត86 37ណាបងប្អូននៅក្នុងឱកាសនេះខ្ញុំសូមលើកដៃសំពះបងប្អូនទាំងអស់គ្នានេះ link ដែលខ្ញុំបានដាក់នៅក្នុងការ live ហ្នឹងខ្ញុំភីននេះបងប្អូនខ្ញុំភីនមានរូបសញ្ញាមួយជុលនេះបងប្អូនណាជួយចុចលើនឹងហើយជួយទៅ follow page ថ្មីរបស់ខ្ញុំផងព្រោះ page ដែលខ្ញុំកំពុងតែ live នេះរាល់ថ្ងៃនេះកំពុងតែមានបញ្ហាអង់គ្លេសគេហៅថាជាប់ suspend ហើយបើខ្មែរបកថាវាជាប់ពីនៃវាកំហុសគេអត់រុញឲ្យគេឃើញទេអ្នកដែលឃើញតើបងប្អូននឹងចង់ឃើញតើទៅចូលទៅមើលបានឃើញហើយបើសុកវាលែងលោតហើយបងប្អូនឃើញ2 3ថ្ងៃ4 5ថ្ងៃមួយខែហ្នឹងអត់ឃើញខ្ញុំទេមិនមែនខ្ញុំទៅណាទេខ្ញុំនៅរស់ទេប៉ុន្តែដោយសារเพจវាមានបញ្ហាខែមុនហ្នឹងเพจគេអាប់ដេតទៅវាប៉ះទៅដោយសារเพจខ្ញុំហ្នឹងបងប្អូនខ្ញុំសប្បុរសធម៌ខ្ញុំ live ទៅខ្ញុំចែកម្លែកទៅបងប្អូនMMO គេយកទៅធ្វើចុងក្រោយទៅខ្ញុំអ្នករងទុកអាគេអ្នកបានណាចឹងបងប្អូនកូនក្មួយអ្នកដែលកំពុងតាមដានហ្នឹងណានេះបងប្អូនជួយខ្ញុំមួយទៅណាជួយខ្ញុំមួយទៅខ្ញុំសូមលើកដៃសំពះសំឡូមពើណានេះលើកដៃសំពះសំឡូមពើเพจនេះខ្ញុំភីន comment ហ្នឹងហើយ
បងប្អូនឃើញចុចលើនឹងមួយទៅហើយបងប្អូនជួយ follow page ថ្មីរបស់ខ្ញុំផង page ថ្មីរបស់ខ្ញុំនឹងឈ្មោះថាលោកគ្រូមហាជុំហុងស៊ុយចិនសែដែលមានរូបចិនពាក់អាវពណ៌ខៀវណាប្រុសស្អាតចិនពាក់អាវពណ៌ខៀវនេះបងប្អូនកូនក្មួយហ្នឹងណានេះឥឡូវមានអ្នក follow បាន 98k នេះបងប្អូនអ្នករូបនេះចឹងបងប្អូនជួយទៅ comment ជួយទៅ follow page នឹងផងណាបងប្អូនណាបាទដាក់ទៅវិទ្យាបងប្អូនវាយលោកគ្រូមហាជុំហុងស៊ុយចិនសែណាបងប្អូនចូលទៅ follow ឲ្យម្នាក់មួយមកបងប្អូនដើម្បីឲ្យលោកគ្រូបានមាន page ថ្មីបន្តទៅទៀតដើម្បីឲ្យលោកអ្នកបានឃើញនៅវីដេអូលោកគ្រូ